ក្នុងពេលបច្ចុប្បន្នយើងឃើញថាមានម្ចាស់អាជីវកម្មជាច្រើនគាត់ផ្ដល់ឱកាសឬក៏បើកសិទ្ធិឲ្យអ្នកដែលធ្វើការងារផ្ទាល់ជាមួយអតិថិជនគាត់អាចមានសិទ្ធិប្រមូលប្រាក់ចំណូលតាមរយៈការប្រើ KHQR របស់បុគ្គលិកផ្ទាល់ខ្លួនឬក៏អ្នកដែលមានសិទ្ធិទូទាត់ចំណាយមានសិទ្ធិប្រើប្រាស់ KHQR code ដោយផ្ទេរលុយពីក្រុមហ៊ុនទៅចូលកុងរបស់បុគ្គលិកគ្រប់គ្រងសាច់ប្រាក់ទូទាត់ចំណាយអីជាដើមជាមួយអ្នកគ្រប់គ្រងជាដើមដំបូងឡើងនៅពេលដែលកើតអាជីវកម្មនៅទូចបុគ្គលិកនៅតិចវាមិនមែនជាបញ្ហាអីទេសម្រាប់ក្រុមហ៊ុនប៉ុន្តែដល់ពេលបុគ្គលិកច្រើនទៅការផ្ដល់លុយឲ្យបុគ្គលិកទៅគ្រប់គ្រងនៅក្នុងកុងផ្ទាល់ខ្លួនហើយនៅពេលដែលមានបញ្ហាបើសិនបើបុគ្គលិកច្រើនមុនដំបូង5នាក់10នាក់ឡើងដល់20នាក់ឡើងដល់30នាក់ឡើងដល់100នាក់តើយើងអាចទប់ស្កាត់បានអត់នៅពេលដែលមានបញ្ហាក្នុងការបង្វិលលុយឬក៏ការឆ្លៀតឱកាសក្នុងការយកលុយរបស់ក្រុមហ៊ុនទៅប្រើប្រាស់សិនខុសពីគោលដៅរបស់ក្រុមហ៊ុនគឺពិបាកគ្រប់គ្រងអញ្ចឹងហើយក្នុងនាមជាម្ចាស់អាជីវកម្មទាំងឡាយគូគិតបញ្ហាទាំងអស់នេះឡើងវិញដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាននៅថ្ងៃក្រោយបុគ្គលិកខ្លះក្នុងកំឡុងពេលដែលគាត់អនុវត្តការងារ1ឆ្នាំឬក៏2ឆ្នាំមុនដំបូងអាចថាគាត់នៅមានភាពស្មោះត្រង់ច្រើនដោយសារគាត់ទើបតែរៀនសូត្រអំពីការងារក៏ប៉ុន្តែប្រសិនបើគាត់អនុវត្តការងារហ្នឹង2ឆ្នាំឬក៏3ឆ្នាំលើពី3ឆ្នាំឡើងទៅគាត់យល់ច្បាស់អំពីចរិតលក្ខណៈនៃការងារចរិតលក្ខណៈនៃម្ចាស់ក្រុមហ៊ុនចរិតលក្ខណៈនៃថ្នាក់លើរបស់គាត់អញ្ចឹងគាត់ប្រកាសជាអាចមានគំនិតឬក៏ឆ្លៀតឱកាសក្នុងការយកលុយហ្នឹងទៅបង្វិលឬក៏ប្រើប្រាស់ជាគោលបំណងរបស់ផ្ទាល់ខ្លួនហើយដែលធ្វើឲ្យក្រុមហ៊ុនពិបាកក្នុងការគ្រប់គ្រងឬក៏អាចមាន fraud ការកេងបន្លំកើតឡើងជាយថាហេតុអញ្ចឹងហើយដើម្បីកាត់បន្ថយបញ្ហាទាំងអស់នេះប្រសិនបើផ្ដល់សិទ្ធិឬក៏អនុញ្ញាតឲ្យបុគ្គលិកចាត់ចែងបែបនេះត្រូវតែមានកិច្ចសន្យាឬក៏លក្ខខណ្ឌកៈដើម្បីព្រមព្រៀងគ្នាដាក់លក្ខខណ្ឌដាក់កម្រិតឬក៏ត្រូវតែមានលិខិតធានាប្រសិនបើអាចចេញពីអាជ្ញាធរដែលមានសមត្ថកិច្ចឬក៏អ្នកដែលពាក់ព័ន្ធដែលអាចងាយស្រួលក្នុងការដោះស្រាយកុំឲ្យមានបញ្ហាទៅយើងដោះស្រាយមួយករណីយើងដោះស្រាយអត់ទេប្រសិនបើយើងអត់មានគោលការណ៍ឬក៏ច្បាប់ទម្លាប់នៅខាងក្នុងក្រុមហ៊ុនរបស់យើងសម្រាប់គ្រប់គ្រងអញ្ចឹងហើយក្នុងនាមជាអ្នកគ្រប់គ្រងឬក៏ផ្នែកដែលមានទូនាទីគួរតែពិចារណាដើម្បីទប់ស្កាត់បញ្ហានេះកុំឲ្យបញ្ហារីករាលដាលកាន់តែធំទៅធ្វើឲ្យខ្លួនពិបាកគ្រប់គ្រងពិបាកដោះស្រាយហើយឈឺក្បាលតែបញ្ហាហ្នឹងអញ្ចឹងយើងត្រូវតែគិតអំពីរបៀបគ្រប់គ្រងឲ្យបានមុនអរគុណច្រើន